សំណួរសួរថាម៉េចបានស្រូវចុះថោកថ្ងៃនេះខ្ញុំមកសម្រាប់ចម្ងល់បងប្អូនទាំងអស់គ្នាក្នុងរយៈពេលត្រឹមតែ3នាទីនេះទេអញ្ចឹងមូលហេតុដែលស្រូវចុះថោកគឺគេចង់ឲ្យថោកតើអត់ហើយមូលហេតុអីបានគេចង់ឲ្យថោកណាស់បងប្អូនដឹងអត់ឈ្មោះអ្នកទិញស្រូវពីប្រជាពលរដ្ឋខ្មែររបស់យើងហ្នឹងណាពួកវានឹងមានសាក់ពាក់មានផ្កាយពាក់ទាំងអស់ហើយកុំនិយាយថាអូយពេលខ្លះថ្នាក់ដឹកនាំគេអត់ដឹងទេថ្នាក់ដឹកនាំខាងលើគេអត់ដឹងទេបងអើយគេធ្វើការដល់ថ្នាក់ដឹកនាំហើយគេធ្វើកាន់ផ្កាយ3ផ្កាយ4ហើយគេមិនដែលល្ងងអត់ដឹងរឿងខាងក្រោមទេ100%គឺគេដឹងប៉ុន្តែគេបាក់ដៃឲ្យធ្វើមូលហេតុអីគេបាក់ដៃឲ្យធ្វើគឺជាផែនការយួនទាំងអស់គេធ្វើម៉េចគេធ្វើឲ្យខ្មែរយើងអត់ចម្រើសនៅពេលដែលយើងទិញស្រូវទិញពូជស្រូវទិញជីពេលដែលយើងធ្វើកសិកម្មយើងបងប្អូនពលរដ្ឋកសិករមួយចំនួនធំគាត់គ្មានដើមទុនទេគឺគាត់ត្រូវការខ្ចីលុយធនាគារគាត់ចាប់ពាក់ថ្លៃជីគេគាត់ចាប់ពាក់ថ្លៃត្រាក់ទ័រគេចាប់ពាក់នេះចាប់ពាក់នោះដើម្បីគាត់ធ្វើដំណាំស្រូវឬក៏បន្លែផ្លែឈើធម្មតាតាមគ្រួសាររបស់គាត់អញ្ចឹងគាត់ចាប់ពាក់គេ80%របស់នៃលុយរបស់គាត់ដែលគាត់ធ្វើហ្នឹងគឺគាត់ចាប់ពាក់គេហើយនៅពេលដែលប្រមូលផលគេនឹងបន្ទាបតម្លៃពួកឈ្មួញទាំងអស់ហ្នឹងនឹងបន្ទាបតម្លៃស្រូវទាំងអស់ហ្នឹងហើយយើងគ្មានជំរើសទេបើសិនជាយើងមិនលក់គឺយើងអត់មានលុយសងគេអញ្ចឹងយើងត្រូវតែលក់ឬក៏បងប្អូនមួយចំនួនក៏ចាក់ចោលហើយមូលហេតុអីគេធ្វើអញ្ចឹងរហូតដល់ខ្មែរយើងគ្មានជំនឿអស់ចិត្តហើយគ្មានចំណូលតទៅទៀតរហូតដល់បងប្អូនខ្មែរយើងត្រូវតែធ្វើពលករនៅស្រុកគេជាដាច់ខាតដោយគ្មានជំរើសទាំងអស់ជំរើសគឺមានតែមួយហ្នឹងហើយនៅពេលដែលយើងធ្វើចំណាក់ស្រុកមករាប់ឆ្នាំទៅ10ឆ្នាំ20ឆ្នាំបងប្អូនមួយចំនួនគាត់មានគ្រួសារនៅស្រុកដែលគាត់ធ្វើពលករគេនៅថៃនៅវៀតណាមនៅកូរ៉េនៅហ្វីលីពីននៅម៉ាឡេនៅអីចឹងទៅគាត់មានគ្រួសារកូនតូចអីនៅហ្នឹងរហូតដល់គាត់លេងចង់មកខ្មែរវិញគាត់ថាខ្មែរពិបាករស់ណាស់នៅនោះវាស្រួលរស់ជាងគាត់លេងចង់មកខ្មែរវិញហើយចាស់ចំនួនឪពុកម្ដាយរបស់គាត់ហ្នឹងគាត់ក៏ឈឺចាស់ស្លាប់ចឹងទៅដល់ពេលកូនអត់ចង់មកនៅវិញមិនលក់ដីណាគេទិញមិនយួនហើយមិនទិញក្នុងតម្លៃថោកយួនឲ្យយួននៅលើកពីតលេយកយួនពីតលេយកមកនៅយើងគេជ្រៀតចូលម្ដងតិចបែបហ្នឹងគេជាយន្តការយើងជាផែនការរបស់គេជ្រៀតចូលម្ដងតិចលុះត្រាតែខ្មែរយើងចំណាក់ស្រុកតតែអស់គេលេបតបាក់ពួកតូចដូចយើងហើយគេនឹងជ្រៀតចូលតាមភូមិស្រុកតាមរដ្ឋាភិបាលតាមធ្វើមេភូមិធ្វើមេឃុំដោយចំនួនមុនអញ្ចឹងគឺគេហៅថាយុទ្ធសាស្ត្រដាក់ថ្នាំបន្ទន់ឆ្អឹងហើយលេបទាំងមូលឃើញអត់គេធ្វើបាបពលរដ្ឋសិនហើយបានគេធ្វើបាបហើយគេលេបយកទាំងមូលហ្មងពួកពលរដ្ឋជាម្ចាស់ដីបើពលរដ្ឋចេញពីដីអស់ហើយនរណាគេទិញដីអ្នកនឹងម្ចាស់ដីត្រូវអត់អញ្ចឹងបើយួនទិញដីយួនខ្លះជាម្ចាស់ដីហើយ25ឆ្នាំក្រោយមក2050យួននឹងនៅស្រុកខ្មែរពេញទៅដោយ80%អរគុណ